ตาบองប្អូនដឹងទេថាការស្ដាប់ព្រះធម៌ទេសនាទទួលបានអានិសង្សអ្វីខ្លះបានបនអ្វីខ្លះក្រោយពីស្លាប់ទៅបានទៅកើតជាអ្វីថ្ងៃនេះខ្ញុំមកសម្រាយប្រវត្តិនាងកញ្ចនៈទេវីដែលគាត់បានទៅកើតនៅក្នុងសម័យព្រះពុទ្ធហើយគាត់គឺជាស្ត្រីដែលស្ដាប់ព្រះធម៌ទេសនាដោយគោរពរឿងនាងកញ្ចនៈទេវីនេះមានដំណាលដូចតទៅគុណនៃការបូជាបាតព្រះសម្មាសម្ពុទ្ធនិងអានិសង្សស្ដាប់ធម៌ទេសនាកាលព្រះសម្មាសម្ពុទ្ធបរមគ្រូបរិនិព្វានហើយពួកពុទ្ធបរិស័ទទាំងឡាយក្នុងទេវបុត្រនគរនាំគ្នាយកបាតព្រះសម្មាសម្ពុទ្ធទៅបញ្ចុះក្នុងចេតិយកែវមុនបញ្ចុះក្នុងចេតិយនោះព្រះរាជាបានចាត់ចែងធ្វើក្បួនហែយ៉ាងអស្ចារ្យគឺឲ្យរាជបរោះហៅជាងទងជាច្រើនរូបមកត្រង់ចំណុចនេះដែរចង់បញ្ជាក់លោកតាលោកយាយថាជាងទងគឺជាជាងរចនាម៉ូដគឺជាជាងចម្លាក់គឺជាជាងមាសឲ្យយកដើមឫស្សីមួយយ៉ាងធំមករចនាស្រោបមាសរំលេចដោយកែវ7ប្រការយកបាតដាក់ភ្ជាប់លើចុងឫស្សីហើយលើកឡើងតម្កល់លើរាជរថមាសត្រង់ចំណុចនេះចង់បញ្ជាក់លោកតាលោកយាយថារាជរថមាសគឺជាមធ្យោបាយធ្វើដំណើរឧទាហរណ៍ថាយើងមានឡានមានម៉ូតូមានគោយន្តដូចបច្ចុប្បន្នបន្ទាប់ពីដាក់លើរាជរថមាសហើយហែប្រទក្សិណទីក្រុង3ជុំទើបនាំចូលទៅបញ្ចុះក្នុងព្រះចេតិយប្រជុំគ្នាធ្វើបុណ្យសម្ពោធឆ្លងអស់វរៈ7ថ្ងៃមានធម្មកថាសម្ដែងព្រះធម៌ទេសនារៀងរាល់រាត្រីពួកមនុស្សនិងទេវតានាគគ្រុឌជាច្រើនបាននាំគ្នាមកស្ដាប់ព្រះធម៌ទេសនាកាលនោះមាននាគរាជមួយមានឫទ្ធិអស្ចារ្យបានមកស្ដាប់ព្រះធម៌ទេសនាដែរត្រង់ចំណុចនេះលោកតាលោកយាយសូម្បីតែសត្វនាគរាជសត្វគ្រុឌត្រឹមតែសម្បត្តិជាសត្វក៏ចេះស្ដាប់ព្រះធម៌ទេសនាដែរចុះហេតុអ្វីយើងទាំងអស់គ្នាមានកំណើតជាមនុស្សមិនចូលចិត្តស្ដាប់ព្រះធម៌ទេសនាឥឡូវនេះកុំឲ្យវែងឆ្ងាយយើងចូលមកសាច់រឿងយើងម្ដងទៀតនាគរាជនោះបានឃើញនារីម្នាក់មានរូបល្អស្រស់ប្រំប្រៃជាស្រីមានសទ្ធាមាំក្នុងព្រះពុទ្ធសាសនានាគរាជមានសេចក្តីស្នេហានិមិត្តខ្លួនជាមាណពទៅនិយាយលួងលោមនាងគោលបំណងចង់យកនាងជាភរិយាប៉ុន្តែនាងមិនព្រមក៏មានសេចក្តីក្រោធខឹងក៏និមិត្តខ្លួនជាពស់នាគរាជយ៉ាងធំវិញរំពាត់នាងតាំងពីបាតជើងឡើងទៅហើយបើកពពាក្រោបពីលើសូមបញ្ជាក់លោកតាលោកយាយបើកពពានេះបានន័យថាបើកវែកបើកពពានេះបានន័យថាបើកខ្លួនបំណងចង់រឹតឲ្យនាងស្លាប់ប៉ុន្តែនាងតាំងចិត្តមាំនៅក្នុងការគោរពព្រះចេតិយនាងមិនរើបំរាស់ឡើយនិងព្យាយាមស្ដាប់ព្រះធម៌ទេសនាតែម្យ៉ាងឥតរំភើបញាប់ញ័រឡើយមិនយូរប៉ុន្មាននាគរាជក្តៅក្រហាយរលាភ្នែនស្ទុះចេញឆ្ងាយអំពីនាងហើយនាគរាជក៏នឹកស្ញោចអស្ចារ្យអំពីនាងកើតសេចក្តីជ្រះថ្លាចំពោះនាងពន់ពេកទើបនិមិត្តខ្លួនមានពពា100ឲ្យនាងអង្គុយពីលើក្នុងទីកណ្ដាលវងពុទ្ធបរិស័ទហើយបូជាដោយកហបណៈជាច្រើនពាន់ចំណែកពុទ្ធបរិស័ទទាំងឡាយឃើញហេតុអស្ចារ្យដូច្នោះហើយកើតសេចក្តីជ្រះថ្លាយកកហបណៈទៅបូជានាងរួមទាំងអស់18កោដនាងបានសម្បត្តិច្រើនដូច្នោះហើយខំធ្វើទានសិលដរាបដល់អស់អាយុក៏ទៅចាប់កំណើតកើតនៅក្នុងផ្ទៃអគ្គមហេសីនៃព្រះមហាក្សត្រក្នុងទេវបុត្រនគរនោះឯងដល់ពេលប្រសូតមានហេតុអស្ចារ្យមានភ្លៀងកែវ7ប្រការធ្លាក់ចុះមកពេញទេវបុត្រនគរទាំងមូលទើបព្រះបរមរាជវង្សានុវង្សថ្វាយព្រះនាមថាកញ្ចនៈទេវីនាងកញ្ចនៈទេវីនេះមានរូបល្អស្រស់ដូចជារូបស្រីទេពអប្សរមានពន្លឺផ្សាយចេញពីកាយប្រវែង1ហត្ថជានិច្ចនេះគឺដោយសារអានិសង្សដែលនាងបានបូជាព្រះបាទព្រះពុទ្ធនិងអានិសង្សដែលនាងបានស្ដាប់ព្រះធម៌ទេសនានេះឯងស្ដេចក្នុងចម្ពោះទ្វីបទាំងមូលនាំគ្នាបញ្ជូនគ្រឿងបណ្ណាការមកថ្វាយព្រះរាជបិតាដើម្បីដណ្ដឹងនាងប៉ុន្តែនាងមិនយកព្រោះនាងជាស្ត្រីមាននិស្ស័យខ្ពស់នាងសូមអង្វរព្រះរាជបិតាសូមចេញចាកព្រះរាជនិវេសទៅបួសក្នុងសំណាក់ភិក្ខុនីព្រះរាជបិតាក៏ទ្រង់ព្រះរាជាអនុញ្ញាតតាមការសុំទើបដង្ហែនាងចេញព្រះរាជនិវេសយ៉ាងមហោឡារិកអស្ចារ្យទៅបួសជាភិក្ខុនីមិនយូរប៉ុន្មាននាងបានសម្រេចអរហត្តផលព្រមទាំងបដិសម្ភិទាមានព្រះនាមប្រកបថាកញ្ចនៈថេរីដល់អស់អាយុបរិនិព្វានទៅសូមបញ្ជាក់លោកតាលោកយាយដែរថាពាក្យថាបរិនិព្វាននេះមិនមែនតែព្រះពុទ្ធទេទោះបីជំនួយការព្រះពុទ្ធក៏បរិនិព្វានដែរជំនួយពាក្យថាជំនួយការព្រះពុទ្ធគឺជាសាវកព្រះពុទ្ធគឺជាឧបាសកឧបាសិការបស់ព្រះពុទ្ធឲ្យតែសម្រេចជាព្រះអរហន្តគឺបរិនិព្វានដូចគ្នារឿងនាងកញ្ចនៈទេវីគឺចប់ត្រឹមនេះក្រោយពីបានស្ដាប់រឿងនាងកញ្ចនៈទេវីហើយតើលោកតាលោកយាយទទួលបានបទពិសោធន៍អ្វីខ្លះពីនាងតើបងប្អូនទាំងអស់គ្នាចង់ស្ដាប់ព្រះធម៌ទេសនាដែរឬទេ